រឿងអាក្រក់រឿងល្អកាលពីព្រេងនាយមានកសិករម្នាក់រស់នៅតំបន់ភូមិភាគកណ្ដាលនៃប្រទេសចិនគាត់គ្មានប្រាក់កាក់អ្វីច្រើនទេក្រៅតែពិសេសចាស់និងឧបករណ៍ខ្លះៗសម្រាប់ធ្វើស្រែចម្ការតែប៉ុណ្ណោះនារសៀលមួយពេលកំពុងធ្វើការនៅក្នុងចម្ការស្រាប់តែសេះចាស់របស់គាត់បានដួលស្លាប់នៅនឹងកន្លែងអ្នកគ្រប់គ្នានៅក្នុងភូមិបាននិយាយថាអីក៏សើញម្លេះកសិករចំណាស់ក៏ឆ្លើយដោយស្ងប់ចិត្តថាមិនអីទេចាំតែមើលទៅដោយក្តីអាណិតអ្នកភូមិក៏បានរៃគ្នាទិញសេះមួយជូនគាត់អ្នកខ្លះក៏និយាយសរសើរអំពីសំណាងរបស់កសិករនោះក៏ប៉ុន្តែកសិករនៅតែឆ្លើយដូចមុនយ៉ាងស្ងប់ស្ងាត់ប៉ុន្មានថ្ងៃក្រោយមកសេះថ្មីរបស់គាត់ក៏បានរត់ចេញពីរបងហើយរត់បាត់ទៅអ្នកគ្រប់គ្នាក៏បាននិយាយថាទៀតហើយតើអើយអីក៏សើយ៉ាងនេះក៏ប៉ុន្តែកសិករនោះនៅតែឆ្លើយថាមិនអីទេយើងចាំមើលទៀតទៅមិនយូរប៉ុន្មានសេះនោះក៏រត់មកវិញដោយឯកឯងធ្វើឲ្យគេគ្រប់គ្នាក្រវីក្បាលតែម្ដងប៉ុន្មានឆ្នាំក្រោយមកទៀតកូនប្រុសរបស់បុរសនោះក៏ឡើងជិះសេះនោះហើយក៏បានធ្លាក់បាក់ជើងអ្នកគ្រប់គ្នានៅក្នុងភូមិក៏តាំងថ្លែងពីរឿងរបស់កសិករនិងកូនប្រុសរបស់គាត់ទៀតក៏ប៉ុន្តែបុរសជាកសិករនៅតែឆ្លើយដូចមុនដោយប្រើពាក្យមិនអីទេជានិច្ចពីរថ្ងៃក្រោយមកមានទាហានមួយក្រុមចូលមកក្នុងភូមិដើម្បីកេណ្ឌទាហានថ្មីក៏ប៉ុន្តែចៃដន្យអ្វីកូនប្រុសរបស់តាកសិករចាស់បានបាក់ជើងទៅហើយដូចនេះក៏បានរួចខ្លួនពីការកេណ្ឌទាហានហើយនៅពេលនោះដែរអ្នកគ្រប់គ្នាក៏បានសរសើរអំពីសំណាងរបស់ក្មេងប្រុសនោះតាមរយៈរឿងនេះចង់មានន័យអប់រំថារឿងរ៉ាវទាំងឡាយដែលកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់យើងគឺមិនអាចវាយតម្លៃថាអាក្រក់ណាស់ឬល្អណាស់ឲ្យបានដាច់នោះទេព្រោះពេលខ្លះយើងជួបរឿងល្អហើយពេលខ្លះជួបរឿងអាក្រក់ក៏ប៉ុន្តែមិនប្រកាសថារឿងអាក្រក់ទាំងនោះសុទ្ធតែអាក្រក់រហូតទាំងអស់នោះទេអ្វីដែលសំខាន់ឲ្យតែបេះដូងរបស់យើងស្ថិតនៅចំកន្លែងដែលត្រូវហើយផ្ដល់តម្លៃក៏ដូចជារៀនសូត្រអំពីព្រឹត្តិការណ៍ទាំងឡាយនៅក្នុងជីវិតនោះយើងនឹងអាចមានជីវិតដ៏ប្រសើរមួយជាក់ជាមិនខាន